Boom ជំរាបសួរអ្នកគ្នាខ្ញុំបានលីខាងថ្ងៃនេះគឺខ្ញុំនឹងមក review lobby ថ្មីរបស់ Master Club អញ្ចឹង Master Club ក៏បានចូល season ថ្មីហើយដែរហើយក៏មាន lobby ថ្មីដូចគ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមក review lobby ថ្មីរបស់ Master Club ក៏ដូចជាដាក់បន្ទុកឲ្យ lobby ថ្មីរបស់ Master Club ដូចគ្នា Yeah តោះអញ្ចឹងឥឡូវក៏មក capable review go to the video and enjoy the video let's go អូខេអ្នកគ្នាអញ្ចឹងពេលអ្នកគ្នាចូលមកមុនរងកន្លែងនេះគឺជាកន្លែង spawn របស់អ្នកគ្នាហើយពេលអ្នកគ្នាដើរមកមុខតិចមកគឺមាន NPC ចំនួន3ធំៗយ៉ាអញ្ចឹង NPC ទី1គឺ SWAT PVP NPC ទី2គឺ map A និង NPC ទី3គឺ map B ហើយ NPC ពីរនេះគឺជា NPC SMP យ៉ាហើយខ្ញុំប្រាប់អ្នកគ្នាមួយទៀតគឺ lobby ថ្មីនេះផងដែរគឺសាងសង់ឡើងបែបជាសហគមន៍មួយដែលមានផ្ទះជាច្រើនបន្ទាប់ចូលគ្នាហើយមានស្ពានហើយនឹងមានកម្មចដាលដើម្បីឆ្លងពីផ្ទះមួយទៅផ្ទះមួយយ៉ាអញ្ចឹងឥឡូវក៏មកខាពេលគឺខ្ញុំសូមដកព្រលឹងដើម្បីប្រាប់អ្នកគ្នាតែម្ដងយ៉ាអញ្ចឹងនេះគឺជាផ្ទះរបស់មហាសេដ្ឋីតែម្ដងក៏ហើយក៏ជាកន្លែង spawn របស់យើងផងដែរហើយដល់ពេលងាកមកខាងឆ្វេងគឺមានផ្ទះចំនួន1 2 3 4 5និយាយទៅមានច្រើនហើយក៏បានដាក់បន្ទប់ចូលគ្នាផងដែរយ៉ាអញ្ចឹងចាំមើលខ្ញុំហោះចូលឲ្យមើលយ៉ាគឺផ្ទះនេះគឺស្អាតខ្លាំងមែនតើអ្នកគ្នាអាចមើលបានគឺខ្ញុំរៀបរាប់បដោះទេគឺមានផ្ទះ1ហើយមានផ្ទះ2បាទនេះគឺផ្ទះទី2ហើយក៏មានផ្ទះទី3បាទនេះគឺជាផ្ទះនេះផ្ទះគឺចំកណ្ដាលតែម្ដងយាអញ្ចឹងយើងចូលមកក្រោមទៀតក៏មានផ្ទះមួយទៀតផងដែរហើយចូលមកក្រោមមួយទៀតគឺមានផ្ទះមួយទៀតដូចគ្នាយាអញ្ចឹងអ្នកគ្នាអាចមើលបាននិយាយទៅគឺស្អាតខ្លាំងមែនតើហើយដល់ពេលយើងមកមើលនៅខាងឆ្វេងក៏ដូចគ្នាផងដែរគឺនេះគឺជាផ្ទះរបស់មហាសេដ្ឋីដល់ពេលមកខាងនេះគឺមានផ្ទះមួយយាហើយមានផ្ទះ2ដែលនៅដាក់បន្ទប់គ្នាហើយមានផ្ទះ3មានផ្ទះទី4អីចឹងទៅនិយាយទៅផ្ទះនេះផងដែរគឺជាផ្ទះតាមឋានៈរៀងខ្លួនអីចឹងណាយាគឺមានផ្ទះបន្ទប់ចុះបន្ទប់ឡើងអីចឹងទៅយាហើយដល់ពេលនៅនេះវិញគឺជាផ្ទះដែលចំកណ្ដាលគេតែម្ដងគឺពិតជាធំខ្លាំងមែនតើយាគឺពិតជាស្អាតខ្លាំងមែនតើហើយដល់ពេលយើងចូលមកដល់ក្រោមវិញគឺឃើញព្រះកេសមួយគឺនៅចំកណ្ដាលតែម្ដងហើយខ្ញុំមិនដឹងថាព្រះកេសនេះគឺជាព្រះកេសរបស់ពីណាគេទេប៉ុន្តែខ្ញុំមើលទៅគឺយ៉ាគឺមានដូចជាមានមកុដពាក់ផងដែរយ៉ាគឺពិតជាស្អាតខ្លាំងមែនតើហើយក៏មានស្ពានមានកម្មចដាលសម្រាប់ឆ្លងពីផ្ទះមួយទៅផ្ទះមួយដែរចឹងទៅយ៉ាហើយដល់ពេលយើងមើលមកខាងក្រោយវិញក៏មានស្ពានមានកម្មចដាលសម្រាប់យើងចុះមកមើលលំហែកាយមើលពពកមើលអីចឹងទៅយ៉ាគឺនៅខាងក្រោយនេះគឺអត់សូវមានអីទេយ៉ាហើយបើសិនជាខ្ញុំនិយាយលើសូមអ្នកគ្នាអធិស្ឋានផងហើយដល់ពេលមើលនៅខាងមុខនេះវិញក៏មានចង្គៀងគោមចំនួន2អមសងខាងផងដែរយ៉ាហើយនៅខាងក្រោមនេះក៏មានស្ពានមានកម្មចដាលសម្រាប់យើងមកឈរស្រូបយកខ្យល់អាកាសយ៉ានិយាយតិចហើយដល់ពេលមកខាងឆ្វេងនេះគឺមានស្ពានមួយដែលស្ពាននឹងផងដែរគឺមានដើមឈើមានស្មៅមានអីដល់ពីនឹងហើយអ្នកគ្នាក៏អាចដើរមកលេងនៅខាងនេះបានផងដែរយ៉ាអញ្ចឹងស្អាតខ្លាំងមែនតើហើយបន្ថែមពីនោះទៅទៀតនោះគឺក៏មានរុក្ខជាតិពណ៌ប៊ីតងដុះនៅសងខាងដុះនៅជុំវិញនឹងផងដែរហើយស្ពាននៅខាងនេះក៏ដូចតែគ្នាដែរយ៉ាដូចនៅខាងនោះផងដែរយ៉ាខ្ញុំខ្ជិលរៀបរាប់ដោយសារតែស្ពានពីរហ្នឹងគឺដូចតែគ្នាទេហើយ lobby នេះផងដែរគឺសាងសង់ឡើងនៅលើមេឃអ្នកនរគ្នានិយាយទៅគឺស្អាតខ្លាំងមែនតើអ្នកគ្នាអាចមើលបានយ៉ាចឹងដោយសារតែ lobby នេះគឺធំចឹងទៅខ្ញុំរៀបរាប់អត់ទេចឹងមិញគឺខ្ញុំបានហោះឲ្យអ្នកគ្នាមើលអីចឹងអ្នកគ្នាអាចមើលតាមនឹងបានថាស្អាតមួយក៏មិនស្អាតយ៉ាហើយការពីដើមវីដេអូគឺខ្ញុំបានប្រាប់អ្នកគ្នាថាខ្ញុំនឹង rate ឲ្យ lobby នេះយ៉ាពី1ដល់10ចឹងឥឡូវតោះយើងមក rate ឲ្យ lobby នេះទាំងអស់គ្នាចឹង lobby នេះផងដែរគឺខ្ញុំ rate ឲ្យចំនួន9លើ10យ៉ាគឺពិតជាស្អាតខ្លាំងមែនតើហើយ lobby នេះគឺបង Cube គាត់ជាអ្នកសាងសង់យ៉ាអញ្ចឹងអ្នកគ្នាគឺប្រកាសជាស្គាល់គាត់ជា builder មួយនៅក្នុង server Master Club របស់យើងនិយាយទៅគឺទឹកដៃគាត់គឺពិតជាមិនធម្មតាទេគឺពិតជាស្អាតខ្លាំងមែនតើឈប់អ្នកគ្នាខ្ញុំភ្លេចប្រាប់មួយទៀតអញ្ចឹងនៅក្នុងកំឡុងពេលដែលអ្នកគ្នាចាំចូល server គឺអ្នកគ្នាអាចមក park core នៅកន្លែងនេះបានកន្លែងនេះគឺជាកន្លែង park core ឲ្យអ្នកគ្នាចាំចូលក្នុង server អញ្ចឹងទៅយ៉ាអញ្ចឹងអ្នកគ្នាអាចមក park core នៅកន្លែងនេះបានយ៉ាអញ្ចឹង
lobby មួយនេះគឺខ្ញុំឲ្យបន្ទូចំនួនលើ9លើ10ហើយអ្នកគ្នាឲ្យប្រមាណបន្ទូដែរ comment នៅខាងក្រោមមកហើយ lobby ទាំងមូលនេះតែម្ដងយា lobby ទាំងមូលនេះគឺបងឈូបគាត់ជាអ្នកសាងសង់យាអញ្ចឹងអ្នកគ្នាប្រកាសជាស្គាល់គាត់ហើយខ្ញុំបាច់រាយរាប់ប្រាប់ច្រើននេះទេគឺបងឈូបគាត់ជាអ្នកសាងសង់យាហើយវីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងផងដែរពីការ review lobby ថ្មីរបស់ Master Club អញ្ចឹងបើសិនជាខ្ញុំនិយាយអីលឺលួសូមអ្នកនរគ្នាអធិស្ឋានផងហើយបើសិនជាខ្ញុំនិយាយ review lobby នេះអត់បានក្បោះក្បាយក៏សូមអធិស្ឋានផងដែរដោយសារតែ lobby នេះគឺពិតជាធំខ្លាំងមែនតើគឺខ្ញុំរាយរាប់អត់អស់ទេអញ្ចឹងអ្នកគ្នាអាចមើលវីដេអូខ្ញុំហើយអាចដាក់បន្ទុកឲ្យបានយ៉ាអញ្ចឹងវីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងផងដែរពីខ្ញុំបានលីខាងសូមអរគុណនិងសូមគោរពលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ សូសាយនៃអ្នកជាប់ផុតចុងព្រៃចាំងជារស្មី